Bạnសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីទិសដៅណាអូខេបងប្អូនគ្នាមកមើលខាងក្រោមមកយើងមានពាក្យបាទដែលនិយាយអំពីទិសដៅមួយចំនួនអឺពាក្យទី1នេះទៅត្រង់បងប្អូនគ្នាបាទយើងអានថា go straight អូខេ go straight go straight នេះមានន័យថាគឺទៅត្រង់បាទបងប្អូនគ្នាមកមើលបទឆ្វេងបាទបទឆ្វេងយើងប្រើពាក្យថា turn left អូខេ turn left បាទយើងបត់ឆ្វេងណាហើយចំណែកពាក្យបត់ស្ដាំតើអ្នកគ្នាមើលខាងក្រោមហ្នឹងណាយើងអានថា turn right អូខេ turn right បាទបត់ស្ដាំហើយពាក្យចុងក្រោយតើអ្នកគ្នាគឺទល់មុខបាទមានន័យថាទីតាំងណាមួយទល់មុខនឹងទីតាំងមួយទៀតគឺយើងប្រើពាក្យថា opposite អូខេ opposite គឺសំដៅលើទល់មុខណាអូខេបងប្អូនគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីពាក្យបាទមួយចំនួនដែលនិយាយអំពីទិសដៅបាទហើយបងប្អូនគ្នាកត់សម្គាល់ពាក្យទាំងអស់នេះទៅយើងអាចយកទៅប្រើប្រាស់បានណាចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more